សូមជូនរឿងទុនសាយឆ្លាតនិងក្រពើខ្ជិលច្រអូសនៅឯភូមិមាត់ទន្លេដ៏ស្ងប់ស្ងាត់មួយដែលមានទន្លេហូរដែលមានវាលស្រែបៃតងខ្ចីដ៏ស្រស់ស្អាតមានផ្ទះឈើលើសសនៅជាប់ៗគ្នាពេលនោះទុនសាយឆ្លាតមួយក្បាលដើរតាមផ្លូវដីកាន់គ្រាប់ពូជស្រូវអំទៅដោយសត្វស្លាបហើរនិងមានពន្លឺព្រះអាទិត្យនាពេលព្រឹកបាំងបញ្ចេញពន្លឺដ៏ទន់ភ្លន់នៅតាមផ្លូវនាងក្រពើខ្ជិលមួយក្បាលកំពុងរារាំងផ្លូវដែលទុនសាយឆ្លងកាត់ដោយមានទន្លេតូចមួយវាបានដេកលើច្រាំងទន្លេខ្សាត់មើលទៅហាក់ដូចជាងងួយគេងនិងមានការខឹងឆេវឆាយទុនសាយឆ្លាតបានឈរយ៉ាងស្ងប់ស្ងាត់នៅក្បែរនោះទន្លេហូរបានដល់ស្រទន់មានដើមត្នោតនិងវាលស្រែនៅក្នុងបាំងក្រពើបានជួយកសិករដោយការពារវាលស្រែនិងកាប់ស្មៅនៅជិតទន្លេទុនសាយកំពុងមើលដោយមោទនភាពកសិករទាំងអស់មានស្មារតីញញឹមគ្រប់គ្នាដាំ